បងប្អូនខ្ញុំប្រាប់បងប្អូនពីរបៀបរក្សាទុកខ្ទឹមសឲ្យទុកបានយូរណាហ្នឹងហើយយើងយកខ្ទឹមសទៅបកសម្បកឲ្យកិនវាឲ្យអញ្ចឹងមកកុំឲ្យម៉ត់ពេកចាបន្តមកយើងចាក់ប្រេងមកបងប្អូនយើងចាក់ប្រេងឲ្យច្រើនតិចមកយើងប្រើប្រេងឲ្យល្អបន្តិចមកណាចាហើយយើងចាក់វាមកយើងយកវាទៅចម្អិនអត់ឲ្យឆ្អិនពេកទេឲ្យចម្អិនតែក្នុងរយៈពេលប្រហែលជា5នាទីតែប៉ុណ្ណោះចាបងប្អូននេះយើងយកវាមកលីងអញ្ចឹងមកឲ្យវាឆ្អិនបន្តិចមកណាបងប្អូនហើយបន្ទាប់មកយើងយកវាដួសដាក់កៅទៅពេលទុកឲ្យត្រជាក់ណាហើយយើងយកមកឆាយកមកប្រឡាក់សាច់យកមកអីឈ្ងុយយើងដួសតែមកស្ព្រាមកដាក់ឆាគឺឈ្ងុយមែនតើណាបងប្អូនធ្វើរបៀបនេះឲ្យទុកបានយូរទៀតខ្ទឹមនេះមិនងាយខូចហើយមិនងាយដុះផ្សិតទៀតណាបងប្អូនចានេះបងប្អូនខ្ញុំធ្វើពីលើកមុនណានេះហ្នឹងហើយខ្ញុំទុកវាក្នុងទូទឹកកកហើយរក្សាទុកបានយូរណាបងប្អូនហ្នឹងហើយដាក់ក្នុងកៅចឹងមកហើយអត់ងាយដុះផ្សិតទេបងប្អូនចំណេញពេលវេលាចាបងប្អូនអ្នកចំអិនវាតែប៉ុណ្្នឹងមកឲ្យវាឆ្អិនតែបន្តិចមកបានហើយយើងទុកវាឲ្យត្រជាក់ហើយដួសដាក់កៅមកបងប្អូនតែប៉ុណ្្នឹងមកវាជាការស្ដាច់ហើយណាហើយយើងអាចរក្សាទុកបានយូរខែអត់ងាយខូចទេបងប្អូនចាហើយនៅពេលដែលបងប្អូនដួសដាក់កៅបងប្អូនត្រូវចាក់ប្រេងវាឲ្យវាលិចខ្ទឹមនឹងអញ្ចឹងមកណានេះធ្វើអញ្ចឹងមកដើម្បីខ្ទឹមនឹងទុកបានយូរកាលណាវាប្រេងតិចពេកវាអាចដុះផ្សិតណាហ្នឹងហើយយើងធ្វើតែប៉ុណ្្នឹងមកពេលដែលយើងដួសយកមកឆាយើងដួសតាមសាព្រាមកយើងអត់មានចាំបាច់ដាក់ប្រេងអីទៀតទេចាតែប៉ុណ្្នឹងមករួចរាល់ណាបងប្អូន